ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញថាគោលរបៀបហ្នឹងវាដំណើរការយ៉ាងដូចម្ដេចហើយនៅពេលដែលយើងបដូរ tool ថ្មីមួយទៀតបាទគេប្រើយ៉ាងដូចម្ដេចដូចនៅកន្លែងនេះគេដាក់ថា one finishing with a different tool ចឹងនៅពេលដែលយើងធ្វើការ finish បាទបោះឲ្យលលងហ្នឹងគឺយើងប្រើគោលរបៀបនេះតែយើងប្រើដំណើរការយ៉ាងដូចម្ដេចណាបាទចឹងបន្ទាប់ពីយើងធ្វើការ test code នេះហើយយើងនឹងចូលទៅក្នុង comment G74 របស់យើងដើម្បីសរសេរពី code drilling ណាបាទអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅក្នុង CNC simulator ទាំងអស់គ្នាណាបាទបាទអញ្ចឹងបន្ទាប់ពីយើងចូលទៅក្នុង CNC simulator មកយើងចូលទៅ set ដុំការរបស់យើងបាទដុំការរបស់យើងគឺមានទំហំ80បន្ទាប់មក L3 នេះគឺខ្ញុំថយបន្តិចសិនមកបាទខ្ញុំយក70សិនចុះបាទបន្ទាប់មកកន្លែងនេះខ្ញុំដកកន្លែងចាប់វាឃើញបានហើយត្រឹម55ណាបាទតែកន្លែងនេះខ្ញុំយក57យើងចាប់បន្តិចបានហើយបាទអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើង enter មួយទៅយើង escape មកបន្ទាប់មកយើងទៅ set ក្បិតណាបាទ set ក្បិតកន្លែងនេះមកយើង enter មួយមកហើយ escape មកវិញបន្ទាប់មកចូលមកកន្លែង text ដើម្បីសរសេរបាទអញ្ចឹងការចាប់ដើមសរសេរខ្ញុំសរសេរថា S បាទខ្ញុំ S កន្លែងនេះគឺយើងផ្ដើមដោយកូដក្បាលកូដគឺ O001 បាទបន្ទាប់មក S 1500 M03 បាទ T01 01ណាបាទខ្ញុំយកក្បិតលេខ1មកប្រើ insert បន្ទាប់មកយើងឲ្យ G00 x បាទ x កន្លែងនេះគឺ 85.z5 ណាបាទ z5 ចុចយក insert ណាបាទបន្តមកទៀតបាទនៅពេលចូលដល់កន្លែងនេះខ្ញុំបើកទឹក08យក insert បាទបន្តមកទៀតយើងចូលទៅបោះមុខណាបាទចូលទៅបោះមុខបន្តិចមកអញ្ចឹងកន្លែងនេះខ្ញុំសូមឲ្យវាបោះមុខកន្លែងនេះចុះអញ្ចឹងកន្លែងនេះខ្ញុំលុបចោលសិន M08 នេះបាទ enter មកបន្ទាប់មកខ្ញុំឲ្យ z មក0 z មក0ចុចយក insert បាទបន្តមកទៀត G01 x ដកណាបាទកន្លែងនេះខ្ញុំឲ្យ x តម្លៃដកបាទដក 1.5 បាទកាលណាមាន G01 គឺមាន f ណាបាទ f ឡើងខ្ញុំសូមយក2បាទ enter អញ្ចឹង feed rate នេះ2គឺលឿនណាបាទប៉ុន្តែនៅក្នុងការ simulation នៅក្នុង CNC simulator នេះខ្ញុំត្រូវការលឿនវាលឿនណាបាទប៉ុន្តែបើសិនជាម៉ាស៊ីនពិតកន្លែង feed rate នេះយើងត្រូវកណនីណាបាទកណនីឲ្យវា maximum ជាមួយនឹង speed of speed របស់យើងបាទអញ្ចឹងបន្ទាប់ពីបាននេះហើយបាទខ្ញុំ retake មកវិញខ្ញុំប្រើ G00 បាទ x ខ្ញុំឲ្យ x 80ចុច z1 ណាបាទ z1 មកវិញបាទបន្តមកទៀតខ្ញុំចូលទៅ G72 W ណាបាទ W កន្លែងខ្ញុំឲ្យ C ម្ដង2ចុច R1 EB insert ណាបាទបន្តមកខ្ញុំប្រើ G72 ទៀតខ្ញុំប្រើ P1 Q2 U កន្លែងខ្ញុំឲ្យ0 W0 F2 ដែរណាបាទដោយសារតែខ្ញុំប្រើ F កន្លែងនេះ0ចុចវាយឺតពេកដល់ពេលអញ្ចឹងខ្ញុំប្រើ2ទៅវារៀងលឿនណាបាទកុំឲ្យវាវីដេអូខ្ញុំវាវែងទៅខ្ញុំពិបាកនៅក្នុងការ upload ឲ្យបាទបន្តមក N1 បាទ N1 កន្លែងនេះខ្ញុំ G00 G00 កន្លែងនេះយើងត្រូវប្រើ Z បាទមានថា Z ប្រវែងប្រហែលខ្ញុំទៅបង្ហាញក្នុងនេះផងយើងមកមានថា set ផងយើងនេះ set ផងយើងប្រវែងប៉ុន្មានគឺកន្លែង50ហើយមកដល់កន្លែងនេះគឺ C1 ទៀតមានថាដក1លីទៀតអញ្ចឹងមានថាដក51ណាបាទកន្លែងនេះយើងឲ្យ set ដក Z ដក51បាទ set ដក51ចុចបន្តមក EOB បាទ insert អញ្ចឹងយើងមកមើលណាបាទមកមើលនៅក្នុងនេះគេមាន G41 អញ្ចឹងខ្ញុំអត់ប្រើ G41 ទេបាទខ្ញុំប្រើ G41 ទេបាទបន្តមកយើងប្រើ G0 G01 បាទ G01 x80 x80 ចុច F បាទ2ចុច EOB insert បន្តមក x បាទកន្លែងហ្នឹងយើងមកមើលណាកន្លែងនេះ G01 x ហើយយើងត្រូវមាន W មួយទៀតណាបាទកន្លែងនេះG01 x80 F02 ណាបាទបន្តមកឲ្យ x78 នេះចុះណាវាចាប់ដើមចុះ x78 x78 ចុចបាទបន្តមក W នេះមាន retract បាទ W1 EOB insert ណាបាទមានថា x78 នេះមានថាវាចាប់ដើមបោះ C ជាលក្ខណៈ phishing ប៉ុន្តែ C ស្របដំការឡើយនេះ C ស្របចេះណាបាទប៉ុន្តែកន្លែងនេះវាឲ្យ retract មួយដល់ពេលចុះទៅ retract ណា FW នេះ2 W នេះមួយអញ្ចឹងកន្លែងខ្ញុំសុំកែវិញកែមួយវិញណាបាទ C ម្ដងម្លីបាទបាទអញ្ចឹងបន្តទៅមុខទៀតគេឲ្យ x60 បាទកន្លែងនេះ x ចុះហើយបាទ x ដល់កន្លែង60 x60 ចុច EOB insert បាទចុះមកដល់60បន្តមក set ដក45បាទ set ដក45កន្លែងណាកន្លែងនេះចាប់ពីត្រឹមនេះចុះមកកន្លែងនេះ60បាទកន្លែងនេះ60កន្លែងនេះបន្តមកដក45កន្លែងនេះណាបាទអញ្ចឹងកន្លែងនេះ set ដកបាទខ្ញុំសូម copy កន្លែងនេះមកវាដក45ណាបាទ EOB insert ណាបាទយើងត្រូវ EOB insert ចឹងហ្មងបាទបន្តមកបាទ x40 z ដក15 x40 ហ្នឹង z ដក15ណា x40 ត្រឹមណាណាបាទយើងមកមើលណា x40 បាទ40យើងត្រឹមនេះត្រឹមនេះបាទវាចាប់ដើមស៊ីមដល់ត្រឹមនេះបាទ set ដក15ត្រឹមនេះអញ្ចឹងវាចុះដល់កន្លែងនេះបាទអញ្ចឹងកន្លែងនេះយើងឲ្យមក x40 បាទ set ដកZ ដក15ណាបន្តមកចុច EOB insert ណាបាទបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងមកមើលវាចុះមក x30 កន្លែងនេះបាទបន្ទាប់ពី40ហើយបន្តមក x30 ចុះមក set ដក1ឡើងវា chamfer ហើយនេះណាបាទអញ្ចឹងមកបន្ទាប់មកចុះមក x បាទ x30 ចុច EOB insert បន្តមក set ដក1ណាបាទ set ដក1ចុច EOB insert ណាបាទអញ្ចឹងបន្តមកទៀត x26 កន្លែងណាបាទចុះមក x26 z1 x26 z1 មានចុះដល់ត្រឹមនេះណាបាទ x30 x26 អញ្ចឹងវាចុះ z1 ណាវាចុះផុតមានថាបាត់វាចុះផុតបន្តមក n14 n14 កន្លែងនេះបាទ n14 នេះគឺ G40 មាន cancel ចោលខាងលើអញ្ចឹងឥឡូវយើងសរសេរតាមគេសិនណាបាទយើង x26 ចុចបាទ z1 EOB insert បន្តមក n យើងប្រើ n2 យើងអត់ប្រើ n ដូចគេទេយើង Q1 យើង2ណា Q2 បាទយើងប្រើ n40 បាទ n40
EOB insert ណាបាទនេះបើ silent បន្ទាប់មកកន្លែងនេះគេ finish បាទគេ finish គេប្រើ G70 P12/14 បាទបន្ទាប់មកកន្លែងនេះគេឲ្យ G0 x ឡើងទៅណាកន្លែងនេះខ្ញុំអត់ comment ឲ្យសរសេរទេ x200 z200 ខ្ញុំឲ្យសរសេរថា G28 U0W0 ហ្មងកន្លែងនេះណាបាទឥឡូវយើងសរសេរដូចគេយើងឲ្យវា finish បាទបន្តមកទៀតយើងប្រើ G70 បាទ N1 Q2 បាទ EOB insert បន្តមកទៀតខ្ញុំប្រើ G28 បាទ U0 W0 EOB insert បន្តមក M30 អូខេអញ្ចឹងឥឡូវយើងសាកទៅ run ទាំងអស់គ្នាណានៅបើសិនជាយើង finish F0.1 អីគឺដើរយឺតណាស់បាទហ្នឹងហើយអញ្ចឹងហើយខ្ញុំប្រើ F2 ទៅដើម្បីដើរលឿនចឹងកន្លែងនេះយូរកន្លែងនេះបើសិនជាយើងទុក 0.2 មកដើម្បីឲ្យ finish កន្លែងលឿន 2500 របស់យើងណាបាទអញ្ចឹងនៅពេលដែលយើងលុប N40 ចេញឃើញថាវាដំណើរការធម្មតាវិញណាបាទកន្លែងនេះ stop ណាបាទអញ្ចឹងនៅក្នុងកូដ G40 របស់យើងជាស្រ័យ G72 របស់យើងគឺឃើញថាត្រឹមត្រូវហើយបាទអញ្ចឹងឥឡូវយើងតកន្លែងនេះខ្ញុំទុកជាលំហាត់ឲ្យយើងបាទកន្លែងនេះណាបាទកន្លែងទុកជាលំហាត់សរសេរសាកមើលទៅបាទកន្លែងនេះបាទអញ្ចឹងកន្លែងនេះគឺយើងមានកូដរួចស្រេចទៅយើងមិនបាច់ចាំសរសេរក៏បានដែរគ្រាន់តែយើងបានយល់យើងមើលទៅនៅពេលដែលខ្ញុំមកបង្ហាញប៉ុណ្ណឹងយើងអាចយល់ហើយយើងមិនបាច់ចាំសរសេរក៏បានដែរយើងចុះទៅខាងក្រោម G73 នេះខ្ញុំអត់បង្ហាញទេបាទហើយយើងមកដល់ G74 បាទ G74 នេះគឺយើងប្រើសម្រាប់ធ្វើការ finish ធ្វើការ drill ណាជាស្រ័យបងនិយាយខុសរហូតបាទអញ្ចឹងឥឡូវ G74 នេះខ្ញុំនឹងបន្តទៅវីដេអូមេរៀនមួយទៀតហើយសម្រាប់វីដេអូនេះខ្ញុំ stop ប៉ុណ្ណឹងណាបាទដោយសារតែវា20នាទីហើយអញ្ចឹងខ្ញុំនឹងតវីដេអូមួយទៀតសម្រាប់ប្រើប្រាស់ G74 នេះ